ឯកឧត្តមនាងចន្ទៈតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណៈបកហ៊ុនស៊ិនប៉ិចខេត្តព្រៃវែងនិងលោកជំទាវព្រមទាំងសហការីបានចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាស្បៀងអាហារមួយចំនួនដល់គ្រួសាររងគ្រោះដោយរលំផ្ទះនៅឃុំពោធិ៍រៀងនិងគ្រួសារក្រីក្រនៅឃុំរំជែកខេត្តព្រៃវែងឯកឧត្តមគង់មណ្ឌលតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាលនិងជាប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចខេត្តកណ្ដាលព្រមទាំងសហការីបានចុះសួរសុខទុក្ខប្រជារាស្ត្រអ្នកគាំទ្រនៅតាមបណ្ដាឃុំក្នុងស្រុកខ្សាច់កណ្ដាលដែលក្នុងនោះបានឧបត្ថម្ភដល់ចាស់ជរាគ្រួសារមានជំងឺនិងប្រជារាស្ត្រទីទ័លក្រគ្មានទីពឹងនៅថវិកានិងសម្ភារៈប្រើប្រាស់មួយចំនួនក្នុងឱកាសនេះឯកឧត្តមគង់មណ្ឌលនិងក្រុមការងារបាននាំយកនៅព្រះបណ្ដាំសួរសុខទុក្ខនិងប្រតិនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតអំពីព្រះអម្ចាស់នរោត្តមចក្រាវុធប្រធានគណៈបកហ៊ុនស៊ិនប៉ិចនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025ក្រុមការងារប្រតិបត្តិខេត្តគណៈបកហ៊ុនស៊ិនប៉ិចបានចុះពង្រឹងការងារតាមមូលដ្ឋានមាននៅស្រុកអង្គស្នួលស្រុកពញាលឺនិងស្រុកកណ្ដាលស្ទឹងព្រមទាំងបាននាំយកថវិកានិងភេសជ្ជៈជូនដល់សកម្មជនរួមនឹងចលនាយុវជនចលនាស្ត្រីសម្រាប់មធ្យោបាយការងារផងដែរនៅថ្ងៃទី16ខែមិនិនាឆ្នាំ2025ឯកឧត្តមយ៉ានសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដាល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតគណៈបកហ៊ុនស៊ិនប៉ិចខេត្តតាកែវរួមជាមួយគណៈកម្មការប្រតិបត្តិខេត្តស្រុកឃុំទាំងអស់នៃស្រុកត្រាំកក់បានជួបប្រជុំសម្ដែងសម្ដាលនិងពិភាក្សាពង្រឹងរចនាសម្ព័ន្ធគណៈបកហ៊ុនស៊ិនប៉ិចនៅទូទាំងស្រុកត្រាំកក់ខេត្តតាកែវនៅថ្ងៃទី15ខែមីនាឆ្នាំ2025នេះដែរគណៈបកហ៊ុនស៊ិនប៉ិចខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់សហជីវិនប្រាក់ធរិតប្រធានក្រុមការងារបានបើកកិច្ចប្រជុំពង្រឹងកិច្ចការមូលដ្ឋាននៅគ្រប់ឃុំនៃស្រុកបរិបូរក្នុងខេត្តកំពង់ឆ្នាំងកិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសរីករាយនិងស្មារតីសាមគ្គីភាពគ្នាល្អដោយមានការឧបត្ថម្ភថវិកាដល់អ្នកចូលរួមទាំងនោះផងដែរនៅថ្ងៃទី15ខែមិនិនាឆ្នាំ2025គណៈបកហ៊ុនស៊ិនប៉ិចខេត្តសៀមរាបបានបើកទីស្នាក់ការឃុំចំនួន2រួមមានឃុំស្រែណូយនិងឃុំវ៉ារិនស្ថិតក្នុងស្រុកវ៉ារិនខេត្តសៀមរាបក្នុងឱកាសនេះសហជីវិនលេនដានីប្រធានក្រុមការងារបានតែងតាំងមុខងារបន្ថែមដល់ថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធមូលដ្ឋាននិងបានឧបត្ថម្ភថវិកាមួយចំនួនដល់សហជីវិនអនុប្រធានប្រតិបត្តិឃុំស្រែណូយដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគណៈបកហ៊ុនស៊ិនប៉ិចរាជធានីភ្នំពេញក្រោមការណែនាំរបស់ឯកឧត្តមអង្គសម្បូរក្រុមការងារបានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់ព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានគណៈបកហ៊ុនស៊ិនប៉ិចឧបត្ថម្ភដល់សមាជិកាគណៈបកដែលកំពុងសម្រាប់ព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងសង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញក្នុងឱកាសនេះក៏បានពំនាំនៅព្រះបណ្ដាំសួរសុខទុក្ខព្រះអម្ចាស់នរោត្តមចក្រាវុធព្រះប្រធានជូនដល់អ្នកជំងឺនៅព្រះហឫទ័យនឹករលឹកនិងអាណិតអាសូរជាទីបំផុតក្រុមការងារបានបើកកិច្ចប្រជុំពិភាក្សាជាមួយតំណាងសង្កាត់នានាក្នុងខណ្ឌពោធិ៍សែនជ័យដែលកិច្ចប្រជុំនេះបានផ្ដោតជាសំខាន់ទៅលើការពង្រឹងរចនាសម្ព័ន្ធសង្កាត់ការត្រៀមភ្នាក់ងារសង្កេតការណ៍ដើម្បីពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ2025បន្ទាប់មកក្រុមការងារបានចុះត្រួតពិនិត្យនិងកែលម្អស្លាកសញ្ញាគណៈបកនៅតាមដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញចំណែកគណៈបកហ៊ុនស៊ិនប៉ិចខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី15ខែមិនិនាឆ្នាំ2025ក្រុមអធិបតីភាពសហជីវិនយិនសុគន្ធប្រធានក្រុមការងារបានបើកកិច្ចប្រជុំពង្រឹងការងារប្រតិបត្តិស្រុកភូមិក្នុងស្រុកស្វាយជ្រុំសកម្មភាពគណៈបកហ៊ុនស៊ិនប៉ិចប្រចាំសប្តាហ៍នេះសូមសង្ខេបទៅត្រឹមនេះសូមអរគុណចំពោះការគាំទ្រនិងការតាមដានទស្សនារបស់លោកអ្នកនាងបងប្អូនរួមជាតិ